បាទសួស្តីបងប្អូនអរគ្នាក្នុងដៃខ្ញុំនេះគឺជា Tecno Spark Go 2បាទដែលមានបញ្ហាជាប់ Google account ថ្ងៃនេះខ្ញុំបង្ហាញធ្វើការផ្ដាច់កូដ Google account គឺតាមរយៈ Unlock Tool បាទហើយវីដេអូនេះគឺខ្ញុំធ្វើដើម្បីចែកជូនបងប្អូនមិត្តជាងយើងដែលដោះដាច់ឬក៏ពិបាកដោះបាទហើយបងប្អូនអាចធ្វើតាមខ្ញុំបានហើយខ្ញុំធ្វើនេះគឺទុករន់ទុកមើលថ្ងៃក្រោយផងបាទពេលលោយើងផ្លិចយើងឃ្លាំងអីយើងមើលតាមវីដេអូឡើងវិញទៅយើងធ្វើបានឡើងវិញហើយព្រោះវីដេអូនេះខ្ញុំសម្រាប់ដោះបានគឺស្រាវជ្រាវរៀងយូរដែរបាទដោយសារយើងយូរជួបមួយអញ្ចឹងណាបាទអញ្ចឹងតោះឥឡូវយើងបើក Unlock Tool មកយើងចូលនេះបងប្អូនណាមើលម៉ៅខ្ញុំបាទខាងស្ដាំនេះspeed drum បាទ speed drum ហើយយើងយកពាក្យខាងឆ្វេងដៃនេះគេដាក់ថា brand បាទគេចុចមកបាទបើខ្ញុំប្រើ touch ទេហើយយើងយកខាងលើគឺយើងយកបើភាសាអង់គ្លេសគេដាក់ថា SPRD បាទ speed drum ហ្នឹងហើយនឹង Gen Rich បាទបន្តមកទៀតកន្លែង model បាទកន្លែង model នេះបងប្អូនជ្រើសរើសបាទនេះ Tiger T616 V3 បាទ T7250 គុតបាទ Tiger T616 V3 បាទប៉ុណ្ណឹងហើយបន្តមកទៀតគឺយើងចូល era នេះខាងក្រោមនេះ era FRPបាទបន្តមកទៀតគឺត្រង់នេះគឺវាប្រាប់យើងហើយឲ្យយើងចុចអីខ្លះបាទនេះដំបូងគេឲ្យយើង select Tiger T616 ហ្នឹងហើយ connect បាទដោយចុច volume ចុះក្រោមហើយដោតឌូចូលបាទអញ្ចឹងក្នុងនៅលើទូរស័ព្ទគឺយើងបិទវាឲ្យរលត់បាទបិទវាឲ្យរលត់ចឹងមកហើយគេឲ្យយើងចុច volume down បាទ volume នេះ hold volume down volume ចុះក្រោមហ្នឹងបាទហើយយើងដោតឌុយបាទរងចាំបន្តិចបាទពេលនោះគឺ Unlock Tool ធ្វើការដាច់បាទនៅ Google account នោះបាទបងប្អូនមើលលេងទៅអញ្ចឹងយើងឥឡូវហ្នឹងគឺវាដាច់ហើយយើងរងចាំបាទទូរស័ព្ទឥឡូវយើងអាចដកឌុយចេញសិនក៏បានបាទយើងរងចាំវារហូតឡើងដល់លើយើងអាចactiveយកតែម្ដងបាទឥឡូវហ្នឹងគឺដល់កន្លែងដែលយើង select ហើយបាទវាចេញពាក្យនេះ era FRP OK ហ្នឹងគឺវា successful ហើយបាទអញ្ចឹងតោះយើងទៅ active បងប្អូនគ្នាបាទយកភាសាអង់គ្លេសកន្លែង select country origin នេះយើងអាចជ្រើសរើសយក Cambodia ហើយ next skip បាទហើយយើង touch មួយមក next skip អូមើលអត់ឃើញតមកទៀត more ហើយ accept skip បាទអញ្ចឹងការដោះ Google account គឺជោគជ័យ 100% ហើយបាទអញ្ចឹងបើបងប្អូនពេញចិត្តវីដេអូមួយនេះបងប្អូនអាចជួយ subscribe នៅ channel របស់ខ្ញុំបាទផងបាទព្រោះ channel នេះខានធ្វើមួយរយៈធំដែរដោយសាររវល់បាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះបាទអរគុណ